សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះបើដល់ជាមួយនឹងខ្ញុំសាថ្មីសូមអ្នកទាំងអស់គ្នានឹងពេញចិត្តនៃការសម្រាយរឿងរបស់ខ្ញុំហើយនៅថ្ងៃនេះខ្ញុំមានរឿងមួយថ្មីសម្រាប់អ្នកទាំងអស់គ្នាដែលមានចំណងជើងថា Smile Gill Unlimited 999តើកុំឲ្យខាតពេលយើងចូលសាច់រឿងយើងតែម្ដងទៅផ្ដើមនៃសាច់រឿងរបស់យើងគឺនៅក្នុងពិភពមួយគ្មានមនុស្សគ្មានអ្វីនោះទេមានតែខ្យល់និងធូលីដែលរុក្ខជាតិរស់នៅក្នុងព្រៃភ្នំនេះប៉ុណ្ណោះតែព្រះនៃពលឺក៏បានចុះមកដើម្បីបំរើឲ្យមនុស្សយើងទាំង9រកកើតឡើងមានដូចជាអំបូរសត្វនាអំបូរអែលអំបូរយេននីអំបូរមនុស្សទឿអំបូរបិសាចអំបូរដាកអែលអំបូរដែលផ្លែជាងគេគឺជាអំបូរមនុស្សកាត់សេះហើយនិងអំបូរសត្វកាត់មនុស្សហើយចុងក្រោយគឺជាអំបូរមនុស្សយើងសាច់រឿងយើងក៏កាត់មកក្រុមគ្រួសារមួយក្រុមហើយមានក្មេងប្រុសម្នាក់ដែលបង្រងនឹងចាក់ចែងពីគ្រួសារដែលដើម្បីបន្តរកការងារធ្វើហើយគាត់មានអាយុតែ12ឆ្នាំប៉ុណ្ណោះហើយគាត់ក៏ជាតួប្រុសរបស់យើងក្នុងរឿងសាច់រឿងនេះផងដែរដែលមានឈ្មោះថាឡាយគាត់បានធ្វើដំណើរទៅអ្នកវាសាក់សងព្រេងដើម្បីចុះឈ្មោះធ្វើជាអ្នកសងព្រេងនោះឯងពេលគាត់មកដល់ក្រុងអ្នកសងព្រេងគាត់បានចុះឈ្មោះធ្វើជាអ្នកសងព្រេងហើយអ្នកគាត់ឈ្មោះអ្នកសងព្រេងកណ្ដុរនេះហើយបានសួរថាតើឡាយមានជំនាញខាងអ្វីដែរឡាយក៏បានប្រាប់ថាខ្ញុំមានជំនាញខាងកាឆាដែលជាជំនាញរបស់ឡាយនឹងឯងពេលនោះឡាយក៏បានបង្ហាញឧបករណ៍មួយដើម្បីកោះហៅសង្លឹកអាត់មានដូចជាសមតែសមហ្នឹងពេលឡាយក៏ហៅមកគឺវាបាក់ទៀតផងតែឡាយក៏មិនអស់ចិត្តក៏ហៅវត្ថុផ្សេងទៀតមានដូចជាផ្លែប៉ោមភ្នំប៉័ងអាលួយសិតតែរបស់អន់ដែលធ្វើឲ្យឡាយពិតបាក់ទឹកចិត្តខ្លាំងណាស់តែអឺអ្នកគ្រប់គ្រងនៅទីនោះក៏ព្រមឲ្យឡាយធ្វើជាអ្នកសងព្រេងដោយមានចំណាត់ថ្នាក់ F rank ហើយឡាយក៏សួរថាតើខ្ញុំអាចធ្វើកិច្ចការងារបានឬទេអ្នកគ្រប់គ្រងទៅនេះក៏ចង្អុលទៅខាងក្រោយដែល quiz ដែលឡាយអាចស្រើសបានតែឡាយពិតជាអត់សង្ឃឹមណាស់ដោយ quiz នោះសិតតែ F rank បូកឯណោះតែអ្នកគ្រប់គ្រងនៅនោះក៏ឲ្យឡាយទៅធ្វើការមួយដែលដូចជាការជីកយករ៉ែនិងខ្ជុងអីហ្នឹងឡាយខិតខំប្រឹងប្រែងអស់រយៈពេល1ថ្ងៃទទួលបានប្រាក់មួយចំនួនយ៉ាងច្រើនឡាយនឹងគិតថាយកទៅជួលផ្ទះស្នាក់នៅក្នុងរយៈពេល1យប់នេះស្របគ្នានេះដែរក៏មានអំបូរសត្វកាត់មនុស្សមកដណ្ដើមយកប្រាក់របស់ឡាយតែពួកឡាយមិនអាចតស៊ូនឹងជាមួយនឹងពួកគេទាំង3នាក់នេះបានក៏ពួកគេក៏យកប្រាក់របស់ឡាយទៅបាត់ខណៈពេលនោះផងដែរក៏មានដៃមួយដែលជាអំបូរអែលក៏បានលូកដៃដើម្បីចាប់ដៃឡាយដើម្បីឲ្យឡាយក្រោកឈរឡើងតែឡាយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារគ្មានអំបូរណាដែលពេញចិត្តនឹងមនុស្សគឺស្អប់មនុស្សដោយសារអំបូរមនុស្សគឺជាអំបូរដែលថោកទាបបំផុតតែនារីអែលក៏បានប្រាប់ថាខ្ញុំមិនធ្វើឲ្យឯងរបួសទេពេលនោះដែរនីអែលក៏បានហត់ទៅអបឡាយពិតជាមានក្តីសុខកក់ក្ដៅខ្លាំងណាស់ហើយក៏មានអំបូរសត្វកាត់មនុស្សមួយបានបញ្ជាក់ថាក្រុមរបស់យើងគឺជាក្រុមដែលតំណាងឲ្យសត្វអំបូរទាំង9នៅខ្វះតែអំបូរមនុស្សម្នាក់ទេដែលគ្រប់ហើយពេលនោះផងដែរគេក៏បានបញ្ជាក់ប្រាប់ថាខ្ញុំមានឈ្មោះថាការ៉ូហើយនារីអែលម្នាក់នេះមានឈ្មោះថាសាពួយអំបូរនេះមានឈ្មោះថាត្រាហ្គោពួយអំបូរអែននេះមានឈ្មោះថាដៃប្លូហើយពួយអំបូរបិសាចមានឈ្មោះថាដូរ៉ូឃីនហើយពួយអំបូរមនុស្សទឿមានឈ្មោះថាសណាម៉ាហើយពួយអំបូរដាកអែលមានឈ្មោះថាស៊ីអនហើយពួយអំបូរចុងក្រោយដែលគេមិនបានប្រាប់ថាជាពួយអំបូរអ្វីដែលមានឈ្មោះថាសាតានពួកគេគឺចង់រកឲ្យគ្រប់9ពួយអំបូរដើម្បីបញ្ជាក់ភាពត្រឹមត្រូវកុំឲ្យមានការរើសអើងចំពោះមនុស្សតទៅទៀតពេលនោះដែរឡាយក៏បានយកព្រមដើម្បីទៅជាមួយនឹងពួកគេខ្សាច់រឿងយើងកាត់មកកន្លែងពិភពក្រោមដីដែលជាគោកងងឹតឡាយពេលនោះដែរឡាយនឹងជិតនឹងស្លាប់ទៅហើយតែត្រូវបានត្រាកូជួយសមត្ថភាពរបស់ត្រាកូក៏មិនណយខ្លាំងដែរគឺខ្លាំងបំផុតហើយពេលនោះដែរក៏មានពីសំណាក់របស់សារបស់យើងដែរដែលបានជួយដែរសាក៏បានដើរទៅរកឡាយហើយឡាយក៏បានបន្ទោសប្រាប់ថាខ្ញុំពិតជាអន់ណាស់បានគ្រាន់តែការបន្ទើដៃបន្ទើជើងរបស់ពួកគាត់ប៉ុណ្ណោះសាក៏បានលួងហើយថាមិនអីទេពេលនោះផងដែរមិត្តភក្តិរបស់សាក៏បានចំអកឬក៏និយាយបង្អាប់សាថាដូចជាម្ដាយនិងកូនសាពិតជាអៀនខ្លាំងណាស់ហើយត្រាគោក៏បានប្រាប់ថាក៏មិនអន់ដែរឡាយអាចធ្វើបែបនេះគឺល្អណាស់ហើយពេលឡាយឮបែបនេះពិតជាសប្បាយចិត្តណាស់យើងកាត់សាច់រឿងមកដល់កន្លែងមួយដែលពួកគេបានធ្វើដំណើរមកកន្លែងដែលជាច្រកភ្នំចុះទៅជាន់ទីបន្ទាប់
ពេលពួកគេធ្វើដំណើរមកដល់ពួកគេម្នាក់ៗចង់ស៊ីសាច់ហុតឈាមឡាយពិតខ្លាំងមែនតើឡាយមិនបានគិតខ្វល់អីទេគិតថាពួកគេច្បាស់ណាស់គិតជាចង់សម្រាកឡាយក៏បានរៀបចំទឹកសម្រាប់ពួកគេតែពួកគេពេលនោះដែលត្រាហ្គោក៏បានឧទានឡើងថាឯងមិនបានឮយើងនិយាយទេថាកុំអោយឯងចូលក្រុមរបស់យើងហើយឯងមានស្ដាប់ទេពេលនោះឡាយក៏បាននិយាយថាខ្ញុំដូចអត់មានបានស្ដាប់អីទេហើយឯងក៏មិនបាននិយាយដែរឡាយក៏បានឧទានទៀតថាពេលយើងចូលមកពួកឯងបានសុំយើងឲ្យចូលទេហើយខែអ្វីមិនត្រូវយើងដេញយើងចេញពីក្រុមពេលនោះដែរត្រាហ្គោក៏បាននិយាយថាឯងវាអន់បំផុតបានយើងដេញឯងចេញឡាយនៅគិតតែថាពួកគេប្រឹងតែសាបានប្រាប់ថាពួកយើងអត់បានប្រឹងទេគឺជាការពិតយើងគ្រាន់តែមើលមុខពួកគេក៏ដឹងថាចង់ស៊ីសាច់ហុចឈាមឡាយប៉ុណ្ណាពេលនោះឡាយគិតនិយាយថាមិនពួកឯងចង់សម្លាប់យើងការ៉ូក៏និយាយថាថ្នាក់លើខ្លាចឯងជាវីស្រោតើឯងពេលនេះអន់ជាងសម្រាមហើយអន់ខ្លាំងណាស់ទៅទៀតគ្រាន់តែនិយាយរួចបានខ្វាយទៅលើឡាយភ័យណាស់ហើយសវ៉ារត់ចេញពីកន្លែងនោះតែសាថាចង់រត់តែមិនអាចទៅរួចទេនាងបានបាញ់ចំក៏ផ្លូវរបស់ឡាយពិតជាស្រែកខ្លាំងណាស់តែពួកគេផ្ទុយទៅវិញថាសំឡេងនៃស្រែករបស់អំពូចអំបូមនោះគឺជាសំឡេងដ៏ពិរោះរបស់ពួកគេពេលនោះដែរការ៉ូក៏បានដើរទៅរកឡាយហើយបានទាត់ឡាយមួយជើងសាបានប្រាប់ការ៉ូថាទុកឲ្យវាស្លាប់ដោយសារសត្វសម្លាញ់ទៅប្រយ័ត្នអ្នកផ្សងផ្សេងមកឃើញពេលនោះឡាយខំគណៈវាទៅរកកន្លែងផ្សេងតែឡាយបានប៉ះចំរង្វង់ទេលេផតមួយបង្រងនឹងទេលេផតគេទៅកន្លែងផ្សេងការ៉ូក៏បានហក់ចាក់បង្រងនឹងសម្លាប់ឡាយផ្ដាច់ជីវិតគណៈពេលនោះប៉ុន្តែមិនអាចបានសម្រេចខ្សាច់រឿងយើងកាត់មកកន្លែងឡាយដែលកំពុងទេលេផតមកដល់ឡាយបានគិតដល់ឪពុកម្ដាយគេហើយបានប្រាប់ថាហេតុអ្វីពួកគេធ្វើបែបនេះដាក់ខ្ញុំពួកគេដំបងធ្វើដាក់ល្អដាក់ខ្ញុំបានព្យាបាលខ្ញុំការពារខ្ញុំដូចជាគ្រួសារតែមួយតែផ្ទុយទៅវិញពួកគេបែរជាចង់សម្លាប់ខ្ញុំទៅវិញតើវីស្រោនឹងគឺជាអ្វីដែលធ្វើឲ្យពួកគេចង់សម្លាប់ខ្ញុំយ៉ាងនេះដូច្នេះចាំពីពេលនេះតទៅខ្ញុំត្រូវតែសងសឹកចំពោះពួកឯងវិញនិយាយមិនទាន់ផុចស្រួលបួលផងស្រាប់តែមានសត្វបិសាចមួយដើរមកពីខាងក្រោយឡាយគិតថាសត្វបិសាចនេះមាន level ខ្ពស់យ៉ាងនេះមានតែនៅក្នុងព្រៃនិទានប៉ុណ្ណោះសត្វបិសាចនោះបានដើរមកឡាយក៏បានបញ្ចេញកាឆារបស់ខ្លួនមកឡាយមិនទាន់ចង់ស្លាប់នោះទេឡាយបានចង់ជួបឪពុកម្ដាយរបស់គេហើយជាពិសេសគឺចង់សងសឹកដែលពួកគេបានធ្វើមកដាក់ខ្លួនឡាយក៏បានចុចទៅលើកាឆានោះខណៈពេលនោះផងដែរបញ្ចេញរង្វង់វេទមន្តមួយមកឲ្យគួរឲ្យកត់សម្គាល់ដែលឧបករណ៍កាឆានោះបានបដូររូបរាងយ៉ាងគួរឲ្យស្រស់ស្អាតហើយបានឮសំឡេងស្រីម្នាក់បាននិយាយថាខ្ញុំមិនអត់ទោសអត់នរណាម្នាក់ដែលធ្វើបាបលោកម្ចាស់ខ្ញុំបានឡើយនាងគ្រាន់តែចេញមកភ្លាមនាងក៏វាដៃមួយខ្វាច់សត្វបិសាចនោះក៏ស្ងប់ភ្លាមហើយនាងគ្រាន់តែកវិដៃម្ដងទៀតសត្វបិសាចនោះក៏រលាយបាត់ចេញពីកន្លែងនឹងភ្លាមពេលនាងបានកម្ចាត់ស្ដេចបិសាចនោះហើយនាងក៏បានមកកន្លែងឡាយហើយនាងក៏បានលុបជង្គង់ហើយព្យាបាលមុខហើយនឹងជើងរបស់ឡាយឲ្យជាសះស្បើយឡើងវិញហើយនាងក៏បានសួរឡាយថាតើឡាយមានឈ្មោះអ្វីដែរឡាយក៏បានប្រាប់ថាខ្ញុំមានឈ្មោះថាឡាយនាងពិតជានិយាយថាឈ្មោះបែបនេះពិតជាអស្ចារ្យខ្លាំងមែនទែននាងក៏បានប្រាប់ទៅវិញថាខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានការពារលោកម្ចាស់នឹងដើរធ្វើដំណើរជាមួយនឹងលោកម្ចាស់ហើយនាងជាភាសានាងមានឈ្មោះថាម៉ៃហើយតែគឺឲ្យភ្ញាក់ផ្អើលបំផុតនោះគឺជា level របស់នាងដែលមានរហូតដល់9999ឯណោះគឺជាខ្ពស់មែនតើ level នេះគឺនាងបានកើតចេញពីការកោះហៅរបស់ឡាយនោះឯងហើយម៉ៃក៏បានប្រាប់ឲ្យឡាយហៅឈ្មោះរបស់នាងហើយឡាយក៏ដាច់ចិត្តទៅហៅឈ្មោះរបស់នាងហៅថាម៉ៃនាងពិតជារំភើបខ្លាំងណាស់ដោយសារបានលោកម្ចាស់ហៅឈ្មោះរបស់នាងបែបនេះឡាយនៅតែឆ្ងល់ថាហេតុអីបានខ្ញុំអាចកោះហៅនាងបានហើយម៉ៃក៏បានបញ្យល់ប្រាប់ថាដោយសារនំដុំនេះពោពេញទៅដោយម៉ាណាហើយមនុស្សម្នាក់ត្រូវការម៉ាណាខ្លាំងណាស់ដើម្បីកោះហៅសន្លឹកការដ៏ពិសេសដែលមានលំដាប់ខ្ពស់យ៉ាងនេះហើយជំនាញរបស់លោកម្ចាស់ពិតជាល្អខ្លាំងណាស់ដែលអាចលោកម្ចាស់អាចកោះហៅអ្វីក៏បានស្រេចតែលោកម្ចាស់កោះហៅហើយសន្លឹកការដែលបានកោះហៅពិតជាមានថាមពលខ្លាំងណាស់គ្រាន់តែម៉ៃបានប្រាប់ឡាយថាលោកម្ចាស់នៅខ្សោយបន្តិចហាក់ត្រូវការវឹកហាត់ហើយឡាយពិតជាខឹងនឹងខ្លួនឯងដែលខ្សោយហើយចង់សងសឹកចំពោះដែលពួកដែលធ្វើបាបខ្លួនដែលមានជាមិត្តរួមក្រុមរបស់ខ្លួនឯងនឹងឯងដែលដូចជាសាការ៉ូត្រាហ្គោអីនឹងជាដើមឡាយបានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនហើយម៉ៃក៏បានយកឡាយមកអប់ដើម្បីឲ្យមាន
ភាពកក់ក្ដៅចំពោះឡាយហើយមិនក៏បានសួរតឡាយថាតើឡាយចង់កំចាត់នរណាចោលខ្ញុំនឹងទៅសម្លាប់អ្នកនោះចោលសម្រាប់លោកម្ចាស់ហើយឡាយក៏បានបដិសេធដោយគេថាខ្ញុំនឹងសម្លាប់ពួកនោះដោយផ្ទាល់ដៃរបស់ខ្ញុំហើយឡាយបាននិយាយថាខ្ញុំនឹងបង្កើតនគរនៅទីកន្លែងនេះដើម្បីវឹកហាត់ឲ្យខ្ញុំខ្លាំងជាងមុនសាច់រឿងយើងក៏បានត្រូវបញ្ចប់នៅពេលនេះហើយអ្នកទាំងអស់គ្នាដែលមិនទាន់បានជួយ Subscribe អ្នកទាំងអស់គ្នាអាចជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនជាមុន